លេបថ្នាំក្រៅពីទឹកធម្មតាតើវាមានអ្វីកើតឡើងចា៎ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm កម្រមែនតើដែលថ្នាំនោះមានរសជាតិផ្អែមគឺភាគច្រើនថ្នាំគឺមានរសជាតិល្វីងដូចជាថ្នាំគ្រាប់ជាដើមលើកលែងតែពពួកថ្នាំសេរ៉ូទឹកថ្នាំ supplement ហើយនិងពពួកវីតាមីនពួកថ្នាំទាំងអស់ហ្នឹងគឺវាមានរសជាតិផ្អែមហើយមានអ្នកមួយចំនួនហ្នឹងពួកគាត់នៅពេលដែលគាត់ពិបាកលេបថ្នាំអញ្ចឹងណាគឺពួកគាត់ព្យាយាមរកវិធីដើម្បីធ្វើមិនឲ្យថ្នាំហ្នឹងឈប់ល្វីងឬក៏កាត់បន្ថយល្វីងបានខ្លះដូចជាពួកគាត់យកថ្នាំហ្នឹងទៅដាក់ចូលទៅក្នុងផ្លែចេកអញ្ចឹងបន្ទាប់មកគាត់ញ៉ាំចេកហ្នឹងហើយអ្នកខ្លះទៀតបន្ទាប់ពីលេបថ្នាំហើយគឺពួកគាត់ប្រញាប់ញ៉ាំទឹករួមមានរសជាតិផ្អែមអញ្ចឹងណាគឺពួកគាត់ព្យាយាមរកគ្រប់វិធីដើម្បីឲ្យធ្វើមិនឲ្យថ្នាំហ្នឹងឈប់មានរសជាតិល្វីងឬក៏គាត់ធ្វើមិនឲ្យថ្នាំហ្នឹងកាត់បន្ថយល្វីងបានខ្លះអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនវិញតើបងប្អូនមានវិធីណាដែលធ្វើម៉េចលេបថ្នាំហ្នឹងអញ្ចឹងណាឬក៏បងប្អូនគ្រាន់តែលេបថ្នាំជាមួយនឹងទឹកធម្មតាទេមានមនុស្សមួយចំនួនធំហ្នឹងគឺពួកគាត់អត់ទាន់ដឹងទេថានៅពេលដែលយើងញ៉ាំថ្នាំជាមួយនឹងទឹកផ្សេងឬក៏ទឹកភេសជ្ជៈផ្សេងៗក្រៅពីទឹកធម្មតាហ្នឹងតើវាមានអ្វីកើតឡើងតើវាមានឥទ្ធិពលអ្វីអត់ហើយបើសិនជាយើងលេបថ្នាំជាមួយនឹងភេសជ្ជៈទាំងអស់ហ្នឹងអូខេអញ្ចឹងទីមួយនោះគឺទឹកភេសជ្ជៈដែលមានជាតិហ្គាសហើយនិងជាតិសូដាអញ្ចឹងបងប្អូនភេសជ្ជៈដែលមានជាតិហ្គាសឬក៏ជាតិសូដាហ្នឹងគឺវាមានច្រើនម៉ាកមែនទែនដែលដាក់លក់នៅលើទីផ្សារសប្តាហ៍ថ្ងៃហ្នឹងណាតែប្រភេទទឹកភេសជ្ជៈហ្នឹងគឺវាមានជាតិអាស៊ីតអញ្ចឹងបងប្អូនជាតិអាស៊ីតហ្នឹងនៅពេលដែលបងប្អូនញ៉ាំឬក៏ទទួលទានជាមួយនឹងពពួកថ្នាំអានទីប៊ីយោទិកឬក៏ថ្នាំផ្សះហ្នឹងគឺវាធ្វើឲ្យរារាំងនៅការធ្វើការរបស់ថ្នាំហ្នឹងអញ្ចឹងណាគឺវាធ្វើឲ្យថយចុះនៅប្រសិទ្ធភាពរបស់ថ្នាំអានទីប៊ីយោទិកហ្នឹងដោយសារតែការបឺតស្រូបជ្រៀតចូលរបស់ថ្នាំនៅក្នុងរាងកាយរបស់យើងហ្នឹងតិចពេកហើយក្រៅពីហ្នឹងទៀតនៅពេលដែលទទួលថ្នាំជាមួយនឹងភេសជ្ជៈដែលមានជាតិហ្គាសឬក៏ជាតិសូដាហ្នឹងគឺវាធ្វើឲ្យលេចចេញនៅផលរំខានមួយចំនួនដូចជាផលរំខានដែលយើងមិនចង់បានអញ្ចឹងណាឧទាហរណ៍ដូចជាការញ៉ាំជាតិដែកអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ដល់ការបឺតស្រូបរបស់ថ្នាំជាតិដែកហ្នឹងនៅពេលដែលលេបថ្នាំជាតិដែកជាមួយនឹងទឹកភេសជ្ជៈដែលមានជាតិហ្គាសឬក៏ជាតិសូដាហ្នឹងគឺដូចដែលយើងអត់ញ៉ាំអញ្ចឹងណាគឺដូចទទេអញ្ចឹងណាបងប្អូនគឺវាអត់ប្រយោជន៍វាអត់មានប្រសិទ្ធភាពអីបន្តិចសោះហ្មងអញ្ចឹងណាអញ្ចឹងសរុបមកវិញដើម្បីសុវត្ថិភាពគឺបងប្អូនគួរតែលេបថ្នាំជាមួយនឹងទឹកធម្មតាជាជាងជាមួយនឹងទឹកភេសជ្ជៈវាមានជាតិហ្គាសអញ្ចឹងណាឬក៏ជាតិសូដាទោះបីប្រភេទភេសជ្ជៈទាំងអស់ហ្នឹងវាមានជាតិផ្អែមគឺវាអាចធ្វើឲ្យបាត់រសជាតិល្វីងក៏ដោយប៉ុន្តែយើងគួរតែញ៉ាំថ្នាំជាមួយនឹងទឹកធម្មតាល្អជាងទីពីរនោះគឺទឹកផ្លែទទឹមលេបថ្នាំជាមួយនឹងទឹកផ្លែទទឹមហ្នឹងក៏អាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំផងដែរបងប្អូនឧទាហរណ៍ដូចជាក្រុមថ្នាំបញ្ចុះសម្ពាធឈាមជាដើមអញ្ចឹងបងប្អូនគួរតែលេបថ្នាំដោយប្រើទឹកធម្មតាល្អជាងហើយទី3ហ្នឹងគឺទឹកដោះគោប្រហែលជាមានអ្នកខ្លះគាត់បានដឹងខ្លះៗហើយណបើសិនជាយើងលេបថ្នាំសូមកុំលេបជាមួយនឹងទឹកដោះគោអញ្ចឹងណាមានអ្នកខ្លះគាត់ក៏ធ្លាប់បានដឹងធ្លាប់បានឮពីការផ្សព្វផ្សាយខ្លះៗឬក៏បានការណែនាំពីគ្រូពេទ្យអញ្ចឹងណានៅពេលដែលលេបថ្នាំគាត់អត់ឲ្យលេបជាមួយនឹងទឹកដោះគោទេហើយបើសិនជាបងប្អូនចង់ញ៉ាំទឹកដោះគោហ្នឹងហើយលេបថ្នាំហ្នឹងបងប្អូនគួរតែរក្សាគម្លាតពីគ្នាអញ្ចឹងណាហើយបើសិនជាបងប្អូនចង់បំបាត់ភាពល្វីងនៃថ្នាំហ្នឹងអញ្ចឹងណាបងប្អូនគួរតែកុំលេបជាមួយនឹងទឹកដោះគោអញ្ចឹងណាគឺប្រើទឹកធម្មតាល្អជាងវាសុវត្ថិភាពជាងហើយអ្នកខ្លះទៀតហ្នឹងគាត់ថាអញ្ចេះបើសិនជាគាត់អត់ញ៉ាំជាមួយនឹងទឹកដោះគោគឺគាត់មានអារម្មណ៍ថាឈឺក្បាលវិលមុខខ្សោយអីអញ្ចឹងណាអញ្ចឹងបងប្អូនអាចញ៉ាំបានមិនមែនថាអត់ឲ្យញ៉ាំទេប៉ុន្តែយើងត្រូវរក្សាគម្លាតពីគ្នាប្រហែលជា4ម៉ោងបន្ទាប់ពីយើងលេបថ្នាំឬក៏ញ៉ាំទឹកដោះគោហ្នឹងអញ្ចឹងណាបងប្អូនទី4ហ្នឹងកាហ្វេអ៊ីនអញ្ចឹងអ្នកណាខ្លះនៅទីនេះដែលចូលចិត្តញ៉ាំកាហ្វេហើយនិងតែដែលកាហ្វេហើយនិងតែហ្នឹងគឺវាមានផ្ទុកសារធាតុកាហ្វេអ៊ីនអញ្ចឹងបងប្អូននៅពេលដែលបងប្អូនលេបឬក៏ទទួលទានថ្នាំហ្នឹងគួរតែកុំញ៉ាំជាមួយនឹងកាហ្វេឬក៏តែដោយសារតែប្រភេទកាហ្វេនិងតែហ្នឹងវាមានផ្ទុកកាហ្វេអ៊ីនអញ្ចឹងណាហើយកាហ្វេអ៊ីនហ្នឹងគឺវាធ្វើឲ្យវាមានឥទ្ធិពលឬក៏វាប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំអញ្ចឹងណាដូចជាថ្នាំព្យាបាលហឺតឬក៏ថ្នាំបំបាត់គ្រុនផ្ដាសាយផ្សេងៗ
ទី5ហ្នឹងគឺទឹកដែលយើងញ៉ាំពេលហាត់ប្រាណណាភាគច្រើនទឹកហ្នឹងគឺជាប្រភេទទឹកដែលគេញ៉ាំទៅដើម្បីបំពេញអេឡិចត្រូឡៃតឬក៏បំពេញជាតិទឹកនៅក្នុងខ្លួននៅពេលដែលយើងហាត់ប្រាណហ្នឹងគឺវាអាចថាបាត់បង់តិចតួចដែរអញ្ចឹងណាទៅតាមប្រភេទកីឡាដែលយើងហាត់ហ្នឹងអញ្ចឹងសម្រាប់ទឹកហ្នឹងក៏គេហាមមិនឲ្យយើងលេបជាមួយនឹងថ្នាំផងដែរដូចជាថ្នាំបញ្ចុះសម្ពាធឈាមហើយនិងថ្នាំព្យាបាលបេះដូងជាដើមបើសិនជាលេបឬក៏ទទួលទានជាមួយនឹងទឹកហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ឬក៏វាផ្ដល់ផលអវិជ្ជមានដល់ថ្នាំដែលយើងលេបហ្នឹងណាហើយទី6គឺតែបៃតងអញ្ចឹងតែបៃតងគឺដូចមិញដែរគឺវាមានផ្ទុកកាហ្វេអ៊ីនអញ្ចឹងណាហើយក្រៅពីហ្នឹងទៀតតែបៃតងហ្នឹងក៏វាមានផ្ទុកនៅវីតាមីន K គឺប្រភេទវីតាមីន K ហ្នឹងគឺវាប៉ះពាល់ឬក៏បើសិនជាយើងកំពុងតែប្រើប្រាស់ថ្នាំប្រឆាំងនឹងកំណកឈាមណាគឺវាប៉ះពាល់អញ្ចឹងណាបងប្អូនហើយទី7ហ្នឹងគឺអាល់កុហុលអញ្ចឹងបងប្អូនសូមកុំលេបថ្នាំជាមួយនឹងស្រាឬក៏អាល់កុហុលអញ្ចឹងណាបងប្អូនគឺវាអត់ល្អទេបងប្អូនគឺវាប៉ះពាល់ខ្លាំងមែនតែនគឺវាធ្វើឲ្យយើងនេះឈឺក្បាលវិលមុខឬក៏វាធ្វើឲ្យបេះដូងរបស់យើងនឹងលោតញាប់ប៉ះពាល់ទៅដល់សម្ពាធឈាមហើយអាល់កុលហ្នឹងណាគឺវាអាចជះឥទ្ធិពល negative សឹងថាគ្រប់ថ្នាំគ្រប់ប្រភេទថ្នាំអញ្ចឹងណាបងប្អូនអញ្ចឹងយកល្អយើងគួរតែជៀសវាងកុំលេបថ្នាំជាមួយនឹងសារឬក៏ប្រភេទអាល់កុហុលហ្នឹងណា អញ្ចឹងតើការប្រើប្រាស់ថ្នាំដើម្បីធ្វើម៉េចឲ្យបានត្រឹមត្រូវហើយនិងសុវត្ថិភាពអូខេទី1ហ្នឹងគឺប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យតាមបញ្ជារបស់គ្រូពេទ្យឬក៏ឱសថការីហើយទី2ហ្នឹងគឺត្រូវលេបថ្នាំឲ្យបានត្រឹមត្រូវមួយថ្ងៃត្រូវញ៉ាំប៉ុន្មានដងឧទាហរណ៍ដូចជា1ដង2ដងឬក៏3ដងហើយទី3ហ្នឹងគឺត្រូវប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវនៅរបៀបលេបថ្នាំអញ្ចឹងបងប្អូនដូចដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងគឺលេបថ្នាំកុំប្រើជាមួយឬក៏លេបជាមួយនឹងតែឬក៏ស្រាអីអញ្ចឹងណាគឺលេបជាមួយនឹងទឹកធម្មតាសុវត្ថិភាពជាងហើយកុំបន្ថែមដូសឬក៏តម្លើងដូសកម្រិតថ្នាំដោយខ្លួនឯងអញ្ចឹងណាគឺត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យបន្ទាប់ពីលេបថ្នាំហើយគឺកុំគេងឬក៏ដេកភ្លាមៗត្រូវរង់ចាំ15ទៅ20នាទីសិនដើម្បីឲ្យថ្នាំដែលយើងលេបទៅមិញហ្នឹងគឺវាចូលទៅប្រព័ន្ធម៉ាលាហារបានល្អហើយកុំឲ្យថាយើងទើបតែលេបថ្នាំឬក៏លេបថ្នាំទៅចូលទៅដល់បំពង់កស្រាប់តែយើងដេកភ្លាមៗអញ្ចឹងណាអញ្ចឹងបងប្អូនយើងគួរតែលេបថ្នាំគួរតែប្រើទឹកធម្មតាដោយសារតែវាសុវត្ថិភាពប្រសិទ្ធភាពហើយវាមិនធ្វើឲ្យប៉ះពាល់ទៅដល់ប្រសិទ្ធភាពរបស់ថ្នាំផ្សេងៗអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនមានសុខភាពល្អបើសិនជាពុកម៉ែបងប្អូនចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចធ្វើការ like share subscribe ម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ